ចូលមកដល់ថ្ងៃទី2នៃការសម្រកគីឡូចាំមើលហាថ្ងៃហ្នឹងគឺខ្ញុំនឹងញ៉ាំអ្វីខ្លះទៅមើលទាំងអស់គ្នាដំបូងគេគឺខ្ញុំចាប់ផ្ដើមញ៉ាំម៉ោង11:15នាទីព្រឹកណាអស់គ្នានិយាយទៅគឺចិត្តពេលថ្ងៃហីគឺខ្ញុំមកញ៉ាំជាមួយនឹង sandwich tuna ណាអស់គ្នាហើយមានជាមួយនឹង overnight oat blueberry ណាអស់គ្នាប៉ុន្តែគឺខ្ញុំអត់បានញ៉ាំទេដោយសារតែ sandwich ហ្នឹងគឺឆ្អែតគឺតល់ខ្លាំងមែនទែនហ្មងអ្នកគ្នាគឺខ្ញុំដាក់ពងមួយគ្រាប់ជាមួយនឹង tuna កន្លះកំប៉ុងហើយជាមួយនឹងមានពោតទៀតចឹងណាហើយមានទ្រូមន់នឹង100ក្រាមទេអ្នកគ្នាគិតមើលគឺប្រូតេអ៊ីនណែនតែម្ដងនិយាយទៅញ៉ាំពេលព្រលឹមចឹងគឺធ្វើឲ្យយើងឆ្អែតដល់ល្ងាចហ្មងខ្ញុំនិយាយត្រង់ខ្ញុំញ៉ាំប៉ុណ្ណឹងហើយគឺខ្ញុំឆ្អែតមែនទេអ្នកគ្នាគឺយើងលេងឃ្លានអីកពិកកពុកហ្មងអ្នកគ្នាដឹងមកយ៉ាត់ពីមុនណាគឺខ្ញុំសម្រកគីឡូខុសវិធីគឺខ្ញុំមួយថ្ងៃញ៉ាំពងតែមួយគ្រាប់ទេហើយជាមួយនឹងញ៉ាំតបែកចឹងនិយាយទៅយើងចង់ប្រញាប់តន់ហន់ក្នុងការស្រកគីឡូមានអីធាត់លើសដើមញ៉ាំ sandwich រួចហើយគឺយើងមកផឹកជាមួយនឹង matcha ម្ដងអ្នកគ្នានិយាយទៅគឺ matcha នេះអត់មានដាក់ទឹកដោះគោណាគឺដាក់ជាមួយនឹងទឹកហើយនឹង matcha ហ្មងអត់មានជាតិស្ករអត់មានជាតិផ្អែមទេអ្នកនរគ្នានិយាយទៅគឺខ្ញុំចូលចិត្តបែបហ្នឹងមែនទែនរៀងបែបល្វីងនិយាយទៅគឺខ្ញុំចូលចិត្តញ៉ាំ matcha ល្វីងហ្មងខ្ញុំអត់ចិត្តបែបអត់សូវមានរសជាតិទេបើ matcha ផ្អែមវិញគឺខ្ញុំញ៉ាំអត់កើនហ្មងណាអ្នកនរគ្នាអូយអ្នកនរគ្នានិយាយមែនតាំងពីខ្ញុំញ៉ាំ sandwich ពីព្រឹកមកគឺខ្ញុំឆ្អែតដល់ឥឡូវហ្មងគឺទើមែនទែនប៉ុន្តែគិតហើយគិតទៀតខ្ញុំគិតថា protein គឺញ៉ាំអត់ទាន់គ្រប់ទេចឹងក៏ខ្ញុំសម្រេចចិត្តថាម៉ោង6:36នាទីហ្នឹងគឺយើង matcha ជាមួយនឹងមីសួរញ៉ាំអ្នកនរគ្នាមើលខ្ញុំដាក់ទ្រង់មន់ទៅចិត្ត100ក្រាមពង2គ្រាប់ណាអ្នកនរគ្នាហើយនឹងមានបន្លែមីសួរហ្នឹងគឺត្រឹមតែ50ក្រាមឯអ្នកនរគ្នានិយាយទៅឆាហើយគឺច្រើនមែនទែនហ្មងអ្នកនរគ្នាមើលនឹងមួយថាសធំហ្មងណាមួយចានធំ Oh my god ខ្ញុំចែករំលែក website មួយអ្នកនរគ្នាអាចចូលទៅ search នៅក្នុង Google បានណានិយាយទៅដើម្បីឲ្យយើងដឹងថាតើមួយថ្ងៃយើងត្រូវញ៉ាំប្រមាណ calorie protein ប៉ុន្មាននិយាយទៅយើងត្រូវញ៉ាំបែបណាទៅឲ្យគ្រប់គ្រាន់សម្រាប់រាងកាយរបស់យើងណាចូលទៅក្នុង website នឹងបានគឺគេឲ្យយើងដាក់គីឡូហើយនឹងកម្ពស់យើង search ទៅគឺឃើញឯអ្នកគ្នាញ៉ាំរួចហើយក៏ខ្ញុំចេញមកដើរហាត់ប្រាណអ្នកគ្នា10ទៅ15នាទីជារៀងរាល់ថ្ងៃនិយាយទៅឲ្យយើងមានចលនាខ្លះអីចឹងណាហើយបូកគូផ្សំជាមួយនឹងការខ្ញុំធ្វើ fasting ហ្នឹងគឺខ្ញុំអត់16ម៉ោងហើយខ្ញុំញ៉ាំតែ8ម៉ោងឯងដូចថ្ងៃហ្នឹងគឺខ្ញុំចាប់ផ្ដើមញ៉ាំម៉ោង11អញ្ចឹងអាហារចុងក្រោយរបស់ខ្ញុំគឺត្រឹមម៉ោង7អញ្ចឹងណាអ្នកគ្នាគឺល្មមហ្មងជូនពរសុខភាពល្អទាំងអស់គ្នាណាបាយបាយ